ថ្ងៃទិវាសិទ្ធិនារីនាងខ្ញុំពិតជាមានចិត្តសប្បាយរីករាយណាស់ហើយនាងខ្ញុំសូមអរគុណដល់អង្គការ CAP និងមូលនិធិអាស៊ីដែលផ្ដល់ឱកាសឲ្យខ្ញុំបានរៀននៅសាកលវិទ្យាល័យនារីគឺជាកម្លាំងចិត្តមួយដ៏សំខាន់សម្រាប់បុរសនារីក៏អាចក្លាយជាអ្នកដឹកនាំហើយនារីក៏អាចរៀននៅសាកលវិទ្យាល័យដូចជាបុរសដែរនៅថ្ងៃ8មីនានេះខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងពីព្រោះវាបង្ហាញឲ្យឃើញថាស្ត្រីមានសិទ្ធិស្មើនឹងបុរសអាចធ្វើការងារអ្វីៗដោយបុរសបានជាចុងក្រោយខ្ញុំសូមផ្ញើជូនដល់ស្ត្រីទាំងអស់ឲ្យខិតខំសិក្សារៀនសូត្រដើម្បីទទួលបានការងារល្អដូចជាបុរសនៅថ្ងៃអនាគតហើយថ្ងៃនេះដែរនាងខ្ញុំមានភាពសប្បាយរីករាយហើយនឹងចង់ផ្ញើសារខ្លីមួយទៅកាន់ស្ត្រីលើពិភពលោកថាស្ត្រីមានសិទ្ធិស្មើនឹងបុរសហើយនឹងមានសិទ្ធិទទួលបានចំណេះដឹងដូចជាបុរសដែរហើយនៅក្នុងថ្ងៃនេះដែរនាងខ្ញុំសូមជូនពរដល់ម្ចាស់ជំនួយនិងនារីក្នុងពិភពលោកឲ្យជួបតែសំណាងល្អគ្រប់ពេលវេលាហើយនឹងខ្លាចជាអ្នកដឹកនាំប្រទេសទៀតផងហើយខ្ញុំចង់និយាយថានារីគឺជាស្ត្រីមួយដ៏អស្ចារ្យណាស់សម្រាប់ពិភពលោកដែលអាចដឹកនាំបុរសឲ្យទ្រព្យភាពរុងរឿងនិងដឹកនាំគ្រួសារបានល្អថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ដែលថ្ងៃនេះគឺជាថ្ងៃបុណ្យនារីអន្តរជាតិដូច្នេះគឺចង់លើកកម្ពស់នារីឲ្យចេះតស៊ូក្លាហានមានភាពក្លាហានឡើងពីព្រោះស្ត្រីគឺជាមនុស្សម្នាក់ដែលអស្ចារ្យបំផុតនៅក្នុងពិភពលោកថ្ងៃនេះខ្ញុំមានអារម្មណ៍រីករាយមែនទែនដែលជាថ្ងៃនារីអន្តរជាតិថ្ងៃនេះគឺបានលើកទឹកចិត្តស្ត្រីនិងបានលើកកម្ពស់ស្ត្រីឲ្យខិតខំប្រឹងប្រែងរៀនសូត្រនិងជួយធ្វើការងារសង្គមឲ្យសង្គមបានរីកចម្រើនហើយនឹងខ្ញុំសូមផ្ដាំសារនេះទៅដល់ពិភពលោកទាំងមូលថាស្ត្រីទាំងអស់គុំចោះចាញ់នៅឧបសគ្គណាមួយយើងត្រូវខិតខំប្រឹងប្រែងធ្វើការខំប្រឹងប្រែងរៀនសូត្រដើម្បីឲ្យប្រទេសជាតិរីកចម្រើនហើយស្ត្រីយើងក៏អាចធ្វើការដូចបុរសបានដែរ